Ok ទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនិយាយពីការដោះស្រាយ font បន្តិចដែលយើងឃើញជួបភាគច្រើនទៅលើ Adobe Photoshop ហើយ version ដែលខ្ញុំកំពុងតែធ្វើនេះគឺ2020បាទ version 2020អញ្ចឹងវាអាចប្រហាក់ប្រហែលគ្នាទេគ្រាន់តែវាខុសតាម version អញ្ចឹងណាបាទ version ខ្លះគឺបងប្អូនយក method របស់ខ្ញុំយកទៅដោះស្រាយហ្នឹងប្រហែលជាអត់ត្រូវទេបាទអញ្ចឹងខ្ញុំដោះស្រាយនេះតាមភាពជាក់ស្ដែងបាទតាមភាពជាក់ស្ដែងនៅក្នុង version របស់ខ្ញុំវាមានបញ្ហាអញ្ចឹងគឺបាទយើងអាចនេះបានយើងអាចផ្លាស់ប្ដូរ font បើសិនជាយើងមិនចាំបាច់ទៅលើ font នឹងមួយទេយើងអាចផ្លាស់ប្ដូរ font បានណាបាទឧទាហរណ៍ថា font នេះវាស្គាល់ font នេះវាស្គាល់ប៉ុន្តែឧទាហរណ៍ថាយើង artwork របស់យើងតម្រូវការឲ្យស្គាល់ទៅលើ font មួយនេះអញ្ចឹងវាពិបាកបាទយើងត្រូវមានបញ្ហាបាត់ font បាត់ជើងអញ្ចឹងណាបាទអញ្ចឹងយើងចូលទៅកាន់ដំបូងគឺយើងចូលទៅកាន់ edit សិនបាទយើងចូលទៅកាន់ edit បាទហើយយើងចូលទៅ reference ហើយបន្ទាប់មកយើងចូលមក tab បាទអញ្ចឹងកន្លែងហ្នឹងtab option នេះគឺយើង crease អស់ហើយវាអត់មានបញ្ហាទេអញ្ចឹងកន្លែង choose text engine នេះ option ហ្នឹងគឺយើងយកកន្លែងនេះវិញបាទខ្ញុំចូលយក world ready layout បាទយកតែប៉ុណ្ណឹងមកហើយគឺយើងអូខេមកបាទអូខេគឺអត់មានអីប្រែប្រួលទេអញ្ចឹងយើង select លើវាបាទយើង select លើវាហើយយើងចូលកន្លែង paragraph នេះយើងចូលកន្លែងនេះបាទបើសិនជាយើងអត់ឃើញកន្លែងហ្នឹងទេបាទយើងអាចចូលកន្លែងនេះបានយើងចូលមក window បាទហើយយើងយក character គឺវាចេញមកហើយអញ្ចឹងឬក៏មួយទៀតគឺយើងអាច select លើនេះបានយើង select លើអក្សរណាបាទយើង select លើអក្សរហើយវានឹងចេញនៅលើនេះបាទវានឹងចេញនៅលើ option របស់យើងហ្នឹងយើងយកអាសញ្ញាមួយនេះមកបាទសញ្ញា paragraph ហ្នឹងណាដូចគ្នាជាមួយនឹងអានេះដែរយើងយកកន្លែងហ្នឹងមកបាទវានឹងចេញមកឲ្យយើងបែបនេះដូចគ្នាអញ្ចឹងណាបាទអញ្ចឹងយើងចូលពាក្យ paragraph មកកន្លែងពាក្យ paragraph ហ្នឹងគឺយើងយកអាកន្លែង tray ប្រមាណនេះបាទយើងយក tray ប្រមាណហ្នឹងណាយកមកហើយបន្ទាប់មកគឺយើងយក world ready layout បាទយើងយកកន្លែងហ្នឹងអញ្ចឹងយើងចុចកន្លែងហ្នឹងប៉កមកគឺវាស្គាល់ជើងហើយបាទគឺវាស្គាល់ជើងអញ្ចឹងទាំងអស់គ្នាសាកដូរ font មើលវាមានបញ្ហាអត់ទេបាទគឺ font ដែលវាអត់ស្គាល់មិញហ្នឹងគឺវាស្គាល់ទាំងអស់បាទវាស្គាល់ឲ្យតែប្រភេទ font ខ្មែរអញ្ចឹងណាបាទអញ្ចឹងបញ្ហាហ្នឹងគឺយើងដោះស្រាយបានប៉ុណ្្នឹងឯងអញ្ចឹងទាំងអស់គ្នាសាកល្បងសិនទៅណាសាកល្បងសិនទៅបើទោះជា version ខុសគ្នាក៏យើងសាកល្បងសិនទៅណាយើងមើល font ខ្មែរទាំងអស់គឺវាស្គាល់បាទវា 99% ដែលស្គាល់អូខេអញ្ចឹងប៉ុណ្្នឹងឯងសម្រាប់ Photoshop បាទ